ល្ងាចនេះគឺថាក្លៀនខ្យងក៏ជីវឹងទៅដល់បឹងតមុកដូរទីតាំងទិញខ្យងម្ដងទៅទិញមកមួយថងនេះគឺចំនួន2គីឡូជាងគឺអស់15000ខ្ញុំអត់ដឹងថាខ្យងអីទេបងប្អូនអើយសំខាន់សួរអ្នកលក់ថាអត់មានអាខ្យងថោកនោះណាអីគាត់ថាមិនមែនទេខ្យងខ្មែរយើងទាំងអស់ហើយយើងនេះមិនមែនជាអ្នកចេះមើលខ្យងចេះស្គាល់ខ្យងអីទេឥឡូវគ្រាន់តែយកមកដល់ផ្ទះគឺយើងចាប់ផ្ដើមដាក់ត្រាំទឹកវាត្រាំជាមួយម្ទេសជាមួយអីមកស្ទុះចោលចឹងហើយយើងចាប់ផ្ដើមសម្អាតវាគាត់យកមកដល់ផ្ទះហ្នឹងគឺប៉ាថាចាញ់បោកអ្នកលក់ឲ្យខ្យងនេះបើមិនខ្យងថៃក៏ខ្យងខ្មែរដែរបងប្អូនណាចេះមើលខ្យងជួយមើលខ្ញុំផងថាអាណាអាខ្យងចោលអាណាខ្យងយើងណាខ្ញុំវាអត់ដឹងហើយខ្ញុំនេះវាឃ្លានឡើងចង់ចេញទឹកមាត់តែរឿងអាំងខ្យងអាំងអីនឹងម្ដងហើយបើខ្យងហ្នឹងជាខ្យងថៃយើងញ៉ាំទៅពលអត់បងប្អូនទាំងអស់គ្នាខ្ញុំពិតជាអត់ដឹងមែនតើគឺខ្ញុំអត់ស្គាល់ទេខ្ញុំចូលចិត្តហូបមែនតែគឺខ្ញុំអត់ដែរស្គាល់ទេកន្លែងខ្ញុំទិញថ្ងៃមិញគឺវាមានអាធំជាងហ្នឹងទៀតអាខ្លះ1គីឡូ10000អាខ្លះ3គីឡូ20000ចឹងទៅប៉ុន្តែគឺខ្ញុំអត់ចង់បានអាធំទេគឺខ្ញុំចូលចិត្តញ៉ាំតែអាទូចបានខ្ញុំយកអាទូចហ្នឹងហ្នឹងហើយរឿងអាំងខ្យងអាំងអីក៏ដោយឲ្យតែមានទឹកជ្រលក់គឺឆ្ងាញ់ទៅលើទឹកជ្រលក់អីហើយអ្នកធ្វើទឹកជ្រលក់នេះគឺ the best ហ្មងលេខ1ហ្មងគឺប្រកែខ្លាំងមែនតែនឃើញតែយើងឃ្លានគឺអង្គុយអាំងអង្គុយធ្វើឲ្យយើងញ៉ាំដល់តែបានតែសាររឿងប្រកែធ្វើទឹកជ្រលក់ហ្មងឲ្យតែឃ្លានពេលណាគឺដឹកយើងទៅទិញពេលហ្នឹងហើយកំពុងតែបញ្ចូលសលេងនេះអ៊ីក៏មិនសូវស្រួលខ្លួនប្រហែលដែរព្រោះតែសារតែបងប្អូនមកលេងអញ្ចឹងឲ្យបានឲ្យកូនពៅយករបស់អីក្តៅមកឲ្យអ៊ីញ៉ាំបន្តិចដើម្បីសម្រួលតែសៃឈាមមកវាមកបានល្អអញ្ចឹងទៅបងប្អូនណាចូលចិត្តញ៉ាំខ្យងអាំងដូចខ្ញុំខ្លះហើយខែណាខ្លះដែលមានខ្យងហើយខែណាខ្លះដែលអត់ខ្យងគឺខ្ញុំអត់ដឹងទេខ្ញុំដឹងតែកន្លែងគេលក់ហ្នឹងគឺមានរាល់ខែរាល់ថ្ងៃហ្មងមិនដឹងគេទៅរកមកពីណាមកពីណីទេហើយខ្ញុំមកឲ្យទៅទិញអីមួយជឹងគឺខ្ញុំតែងតែសួរគេត្រង់រហូតថាហ្នឹងរបស់អីគេមកពីណាមកពីណីចឹងទាំងដែលខ្ញុំដឹងហើយថាអ្នកលក់គឺគាត់អត់ដែរប្រាប់យើងត្រង់ទេរបស់មាន brand មានម៉ាអីអញ្ចឹងយើងចេះតែមើលដឹងថាហ្នឹងជារបស់អីគេរបស់ចៅមិនចៅប៉ុន្តែអារឿងខ្យងនេះមួយគឺខ្ញុំមើលមិនដឹងទេហ្មងខ្ញុំមិនចេះមើលទេហ្មងថាហ្នឹងរបស់ចៅរបស់ខ្មែរយើងនិយាយលេងទេបងប្អូនតែពិតឲ្យមកដល់ផ្ទះវិញគឺប៉ាតែងតែប្រាប់ថាទិញខ្យងចាញ់បោកគេទៀតថាចឹងហើយឲ្យតែតែងតែឃ្លានអីមួយគឺតែងតែទៅរកញ៉ាំបានចឹងខ្ញុំញ៉ាំអាខ្យងទូខ្យងអីក្តៅខ្ញុំញ៉ាំតែក្បាលវាទេខ្ញុំអត់ចេះញ៉ាំគូតវាទេវាឈប់ដូចដីហ្មងហើយក៏អត់សូវញ៉ាំញឹកញាប់ដែរមួយខែញ៉ាំម្ដងពីរដងអីហ្នឹងប្លុកអានេះគឺអត់មានអីទេមានតែថតធប់ខ្យងចាស់ជូនបងប្អូនទាំងអស់គ្នាមើលនឹងឯងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយហើយវីដេអូនេះបងប្អូនដឹងថានឹងខ្យងអីកុំភ្លេចជួយខមមិនប្រាប់ខ្ញុំនៅខាងក្រោមផងបាយបាយ